ឡប់ពីរកចំណៃវិញហើយនេះគឺស្រូវសាលីព្រៃសម្រាប់ពុកនិងម៉ែប្រសើរណាស់កូនពុកនិងម៉ែកំពុងតែឃ្លានផងកូនសម្លាញ់ពុកមកហើយកូនទាំងអស់គ្នាឃ្លានហើយមែនទេនេះគឺស្រូវសាលីព្រៃចូលយកចែកគ្នាជាចំណីចុះអរគុណលោកម្ចាស់ដ៏ប្រសើរបបិទ្ធលោកម្ចាស់ជាទីគោរពពេលនេះជារដូវដែលស្រូវសាលីនៅនគរមគធៈទុំបរិបូរណ៍ហើយពួកយើងទៅរកចំណីទីនោះម្ដងទៅត្បិតស្រូវសាលីទីនោះមានរសជាតិឆ្ងាញ់ប្រសើរជាងស្រូវសាលីព្រៃដែលយើងយកមកធ្វើជាចំណីអាហាររាល់នេះមកពីណាអីក៏ច្រើនយ៉ាងនេះចេញទៅពួកអាសេចង្រៃហ៊ានមកស៊ីស្រូវរបស់យើងផងឆាប់ទៅឲ្យឆ្ងាយទៅអស់ទៅណែនេះឆ្មាំនេះចង់ជួបយើងតើមានកិច្ចការអ្វីទៅបបិទ្ធលោកម្ចាស់ឆ្នាំនេះផលស្រូវសាលីរបស់យើងល្អណាស់តែដោយមានវងសេកជាច្រើនចុះមកស៊ីហើយខ្ញុំពុំអាចការពារឈ្នះទេទើបបានជាធ្វើឲ្យខូចខាតស្រូវអស់ជាច្រើនគ្រាន់តែរឿងសត្វសេកចុះស៊ីស្រូវសោះក៏នាយមិនអាចការពារបានតើនាយធ្វើការយ៉ាងម៉េចលោកម្ចាស់វងសេកទាំងអស់នោះពិតជាច្រើនលើសលប់ណាស់ហើយក៏មិនខ្លាចខ្ញុំដេញដែរតែគួរឲ្យចម្លែកក្នុងចំណោមសត្វសេកទាំងនោះមានសេកមួយក្បាលមានមាឌធំជាងគេមានរូបឆោមពណ៌សម្បុរល្អប្លែកគួរឲ្យចាប់អារម្មណ៍ហើយជាងនេះទៅទៀតនោះពេលដែលស៊ីឆ្អែតហើយសេកនោះតែងតែពំគួរស្រូវជាច្រើនគួរទៅជារៀងរាល់ថ្ងៃថែមទៀតផងបើពិតជាអញ្ចឹងនោះសេកធំនោះប្រកាសជាមេគេជាស្ដេចសេកហើយនេះឆ្មាំចូលនាយទៅដាក់អន្ទាក់ចាប់សេកនោះឲ្យបានចាប់ទាំងរស់យកមកអមគិតថាសេកទាំងឡាយស៊ីឆ្អែតគ្រប់គ្រាន់ហើយទើបស្ដេចសេកចាប់ស្រែកយំឡើងយ៉ាងក្រលួចឲ្យជាសញ្ញាដល់ពពួកសេកទាំងអស់ថាខ្លួនមានគ្រោះថ្នាក់ជាប់អន្ទាក់ហើយឮសម្រែកនេះហើយសត្វសេកជាបរិវារទាំងអស់ផិតភ័យភ្ញាក់ផ្អើលជាខ្លាំងនាំគ្នាហោះហើរឈុលពេញមេឃលើវាលស្រែពួកគេបានស៊ីឆ្អែតផឹកឆ្អែតរួចហើរទៅអស់មានតែខ្ញុំទេនៅជាប់អន្ទាក់តែម្នាក់ឯងតើខ្ញុំបានសាងបាបកម្មអ្វីទៅណោះចាប់ឯងបានហើយនេះពិតជាសេកធំជាងគេដែលខ្ញុំចង់បានមែនពិតជាសេកចម្លែកនិងមានពណ៌ឆោមល្អប្លែកមែនពិតមែនហើយលោកម្ចាស់អ្នករោងការឈឺចាប់ហើយចាំយើងស្រាយខ្សែចំណងឲ្យចុះអ្នកមានមាឌធំពោះធំជាងគេស៊ីស្រូវយើងឆ្អែតហើយនៅពំគួរស្រូវរបស់យើងយកទៅទៀតតើអ្នកស្អប់យើងដោយប្រការអ្វីឬក៏មានជង្រុកធំសម្រាប់ទុកស្រូវនោះបបិទ្ធលោកម្ចាស់កោសយៈខ្ញុំពុំបានស្អប់លោកម្ចាស់ដោយប្រការអ្វីឡើយហើយខ្ញុំក៏គ្មានជង្រុកផ្ទុកស្រូវឯណាដែរទៅដល់ក្នុងព្រៃខ្ញុំយកស្រូវមួយចំណែកទៅសងបំណុលចាស់មួយចំណែកទៅបលបំណុលថ្មីនិងមួយចំណែកទៀតខ្ញុំកប់ជាកំណប់ក្នុងព្រៃមនាលសេកដ៏ចម្រើនចូលអ្នកបញ្យល់ឲ្យច្បាស់មកមើលយើងពុំយល់ពីចម្លើយរបស់អ្នកឡើយលោកនាយមនាលសេកដ៏ចម្រើននេះជាឧត្តមគតិខ្ពង់ខ្ពស់ណាស់សម្រាប់ជីវិតខ្ញុំពុំដែលបានស្ដាប់ឮពាក្យពេចន៍ដ៏ពីរោះយ៉ាងនេះឡើយចូលអ្នកមានសេចក្តីសុខចុះយើងនឹងលែងអ្នកទៅវិញហើយថ្ងៃក្រោយអ្នកមកចុះនាំទាំងបរិវាររបស់អ្នកទាំងអស់មកផងយើងនឹងប្រគល់ស្រូវសាលីនៃផ្ទៃដីចំនួន 1000 អាសម្រាប់ពួកអ្នកមកចឹកស៊ីតាមសេចក្តីត្រូវការចុះយើងនឹងជួបគ្នាទៀតយើងរក្សាមិត្តភាពដ៏យូរអង្វែងនេះតទៅបបិទ្ធលោកម្ចាស់កោសយៈខ្ញុំសូមអរគុណជាអតិបរមាចំពោះចំណីអាហារនិងមិត្តភាពដ៏ប្រសើររបស់លោកម្ចាស់សូមលោកម្ចាស់ចិញ្ចឹមមាតាបិតាថែរក្សាគាត់ឲ្យបានល្អហើយធ្វើបុណ្យដាក់ទានចម្រើនគុណធម៌ទាំងឡាយចំពោះអំណោយដ៏ថ្លៃថ្លាគឺស្រូវស្រែ 1000 អាខ្ញុំសូមទទួលតែ 8 អាគឺគ្រប់គ្រាន់សម្រាប់ពួកយើងទាំងឡាយហើយមនាលសេកដ៏ចម្រើនចូលអ្នកត្រឡប់ទៅវិញដោយសុវត្ថិភាពចុះហើយលួងលោមឪពុកម្ដាយអ្នកដែលកំពុងសោកសៅដោយបាត់រូបអ្នកឲ្យមានសេចក្តីធូរស្រាលវិញផង